ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបចុះឈ្មោះនៅក្នុង website ខ្មែរ MM បាទអញ្ចឹងបងប្អូនប្រហែលជាស្គាល់ហើយបាទសម្រាប់បងប្អូនខ្លះគេទៀតគាត់អត់ទាន់ស្គាល់អញ្ចឹងណាថា website ខ្មែរ MM គឺជា website សម្រាប់ធ្វើអ្វីអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹង website ខ្មែរ MM គឺជា website សម្រាប់ដាក់ follow ដាក់ like ដាក់បេះដូងដាក់ view ដាក់ live stream បាទឬមួយក៏ដាក់ follow អីច្រើនបាទច្រើនបណ្ដាញសង្គមអញ្ចឹងណាបងប្អូនអូខេមិនមែន Facebook មាន TikTok Instagram បាទ Telegram អីគឺមានមកចប់តែម្ដងបាទ YouTube ក៏មានដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនចង់ប្រម៉ូទអីគេក៏បានដែរអញ្ចឹងណាបងប្អូនគេបាទចង់ប្រម៉ូទ like បាទ like page បូក follow បាទទិញ follow ទិញម៉ោងទិញ view ទិញអីហ្នឹងបាទគឺមាននៅក្នុង website ខ្មែរ MM អញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងហើយខ្ញុំបង្ហាញបងប្អូននៅក្នុងវីដេអូនេះរបៀបចុះឈ្មោះណាបងប្អូនបាទហើយការចុះឈ្មោះនេះគឺបងប្អូនត្រូវមាន browser មួយបាទបងប្អូនប្រើ browser មួយណាក៏បានដែរបាទសម្រាប់ iPhone ប្រើ Safari ក៏បានប្រើ Chrome ក៏បានបាទសម្រាប់ Android ក៏ដូចគ្នាអញ្ចឹងណាបងប្អូនគេបាទប្រើ Opera ប្រើ Edge អីក៏បានដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះរបៀបចុះឈ្មោះនៅក្នុង Android ណាបងប្អូនបាទដោយសារខ្ញុំប្រើ Android អញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនត្រូវមាន Google Chrome មួយបងប្អូនបាទបើមិនជាអត់មានទេបងប្អូនអាចចូលទៅ download ណាបងប្អូនបាទបងប្អូនចង់ប្រើ browser មួយក៏ណាក៏បានដែរអញ្ចឹងណាបងប្អូនបាទតែខ្ញុំ recommend ឲ្យបងប្អូនប្រើ Chrome ណាបងប្អូនបាទអញ្ចឹងសូមចាប់ផ្ដើមតែម្ដងបាទអញ្ចឹងបងប្អូនចូលនៅក្នុង Google Chrome បងប្អូនអូខេបាទហើយបងប្អូនចេញជាទម្រង់បែបនេះបងប្អូន search បាទ search នៅកន្លែងនេះក៏បានឬមួយក៏បងប្អូនចុចនៅខាងលើគេនេះក៏បានដែរអញ្ចឹងណាបងប្អូនបាទយើងអាចសរសេរពាក្យថាខ្មែរ MM បាទអញ្ចឹងសម្រាប់ខ្ញុំចុចលើនេះទៅបាទចុចលើនឹងមកបាទអញ្ចឹងដោយសារតែខ្ញុំបានសរសេរខ្មែរ MM រួចហើយអញ្ចឹងខ្ញុំគ្រាន់តែចុចលើនេះមកបាទដោយសារខ្ញុំធ្លាប់សរសេរអញ្ចឹងណាបងប្អូនបាទបើសិនជាបងប្អូនអត់ធ្លាប់សរសេរទេបងប្អូនវាយកន្លែងហ្នឹងមកបាទវាយអក្សរដាក់ចូលកន្លែងនេះមកបងប្អូនបាទអញ្ចឹងខ្ញុំអត់ទេខ្ញុំចុចលើនេះតែម្ដងដោយសារខ្ញុំបានចូលពីមុនហើយអញ្ចឹងណាបងប្អូនបាទបានវាយពីមុនហើយអញ្ចឹងណាបាទចុចលើនឹងមកបាទអញ្ចឹងបងប្អូនពេលដែលបងប្អូនចុចលើនឹងហើយគឺចេញជាទម្រង់បែបនេះបាទគឺ website ខ្មែរ MM គឺនៅខាងលើគេនេះបងប្អូនបាទដែលមាន logo ពណ៌ខៀវអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនចុចលើនឹងមកបងប្អូនគេមកចុចលើនឹងមួយមកបាទបន្ទាប់ពីបងប្អូនចុចលើនឹងអញ្ចឹងហើយគឺវាចេញជាទម្រង់បែបនេះបងប្អូនគេបាទមានរូបរាង UI បែបហ្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនកលេចមើលខាងក្រោមបាទកន្លែងនេះគឺសម្រាប់ login ជាមួយនឹង Google បាទបងប្អូនមាន Gmail បាទមានប្រើ Google បងប្អូនចុចកន្លែងហ្នឹងយើងចុចតែមួយ click គឺយើងអាចចុះឈ្មោះចូលតែម្ដងណាបងប្អូនបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំបានបង្ហាញតាក់ទងនឹង Google គឺយើងបង្ហាញតាក់ទងនឹងកន្លែងចុះឈ្មោះបាទតាម email បងប្អូនគ្នាបាទអញ្ចឹងបងប្អូនចុចនៅកន្លែងនេះមកបងប្អូនគ្នាបាទចុចកន្លែង sign up នេះមកបាទចុចតាម app នេះមកបាទអញ្ចឹងគឺមកដល់ទម្រង់បែបនេះបងប្អូនបាទកន្លែងនេះគឺយើងដាក់ username ខ្ញុំបញ្យកបងប្អូនមួយបាទ username នោះគឺឈ្មោះរបស់យើងបាទជាភាសាអង់គ្លេសបងប្អូនបាទជាលេខក៏បានអក្សរក៏បានបាទអញ្ចឹងយើងអាចដាក់លេខអក្សរបានបងប្អូនបាទហាមដក clear ណាបងប្អូនគឺយើងអត់សរសេរដក clear ទេណាបងប្អូនបាទហើយខាងក្រោមនេះគឺយើងដាក់ email បងប្អូនអូខេបាទដាក់ email របស់យើងណាបងប្អូនបាទបងប្អូនប្រើ Gmail ក៏បានបងប្អូនប្រើ Yahoo បងប្អូនប្រើ Yandex ប្រើ Hotmail បាទ Outlook ហ្នឹងបងប្អូនបាទអាចយកដាក់បានណាបងប្អូនបាទកន្លែងហ្នឹងបងប្អូនបាទហើយខាងក្រោមនេះគឺយើងដាក់ password ណាបងប្អូនអូខេបាទហើយ password ហ្នឹងគឺបងប្អូនដាក់បាទមានលេខមានសញ្ញាក៏បានឬមកក៏ដាក់តែសញ្ញាមានលេខមានអក្សរអីទៅបងប្អូនអូខេបាទអញ្ចឹងដាក់ចាប់ពី8ខ្ទង់ឡើងទៅបងប្អូនអូខេបាទហើយខាងក្រោមនេះគឺដូចគ្នាណាបងប្អូនបាទមានន័យថាខាងលើនេះយើងដាក់មិនគឺខាងក្រោមនេះយើងដាក់អញ្ចឹងដូចគ្នាណាបងប្អូនបាទដែលគេថាបញ្ជាក់ password ណាបងប្អូនបាទអញ្ចឹងខ្ញុំសូមដាក់តែម្ដងបាទខ្ញុំសូមពេញបន្តិចបងប្អូនបាទនេះខ្ញុំបានបំពេញរួចហើយបងប្អូនអូខេបាទគឺ username email ហើយនិង password បងប្អូនអូខេបាទហើយ password យើងដាក់តែ8ខ្ទង់ក៏បានដែរអញ្ចឹងណាបងប្អូនបាទនេះណាបងប្អូនបាទបន្ទាប់ពីយើងដាក់អញ្ចឹងហើយយើងចុចនៅខាងក្រោមនេះបងប្អូនបាទកន្លែង I'm not a robot នេះបងប្អូនបាទចុចដើម្បីបញ្ជាក់ថាយើងមិនមែនជាមនុស្សយន្តមកបង្កើត account ណាបងប្អូនបាទអញ្ចឹងបងប្អូនចុចលើនឹងមកបងប្អូនអូខេបាទចុចកន្លែងនឹងមួយមកបាទចុចកន្លែងនឹងមួយមកបាទបន្ទាប់មកបើសិនជាវាចេញបែបហ្នឹងបងប្អូនអាចជ្រើសរើសអ្វីតាមដែលគេដាក់អញ្ចឹងណាបងប្អូនអូខេបាទនេះបងប្អូនអាចជ្រើសរើសតាមគេដាក់អញ្ចឹងណាបងប្អូនបាទតែបើសិនជាបងប្អូនអត់យល់ទេបងប្អូនអាចចុចកន្លែងនេះបងប្អូនក៏អាចចុចកន្លែង
ស្អីសញ្ញា update ហ្នឹងបងប្អូនបាទចុចកន្លែងហ្នឹងមួយមកអញ្ចឹងវាមានតម្រងផ្សេងទៀតបាទបើសិនជាបងប្អូននៅតែអត់យល់ទេបងប្អូនអាចចុចមួយទៀតមកបងប្អូនបាទអញ្ចឹងគេដាក់ថាឡានក្រុងណាបងប្អូនបាទនេះគឺឡានក្រុងអញ្ចឹងបងប្អូនបាទអញ្ចឹងយើង select ទៅលើឡានក្រុងមកបងប្អូនបាទ select ឲ្យបាន3មកបាទអញ្ចឹងយើងចុច next ទៀតបាទបើសិនជាវាចេញបែបហ្នឹងទៀតបងប្អូនចុចមកបងប្អូនបាទរូបម៉ូតូហ្នឹងបងប្អូនអូខេបាទអញ្ចឹងគឺយើងទទួលបានគ្រីសសញ្ញាគ្រីសមានតែត្រឹមត្រូវបាទបន្ទាប់ពីបងប្អូនចុចកន្លែងហ្នឹងរួចហើយបងប្អូនចុចខាងក្រោមនេះម្ដងណាបងប្អូនបាទនេះកន្លែងញ៉ាតិចនេះបងប្អូនបាទចុចកន្លែងហ្នឹងដើម្បីអានបាទបើសិនជាបងប្អូនថ្មីបងប្អូនអាចអានគោលការណ៍សេវាកម្មសិនទៅបងប្អូនបាទចុចកន្លែងអានហ្នឹងទៅបាទអញ្ចឹងបើសិនជាអត់ចុចទេក៏អត់ទៅអញ្ចឹងបងប្អូនបាទហើយយើងចុចពាក្យថា sign up ណាបងប្អូនបាទចុចកន្លែងហ្នឹងមកបាទបន្ទាប់ពីយើងចុចអញ្ចឹងហើយគឺយើងបាន account បាទបាន account មួយបាទដើម្បីប្រើសេវាកម្មបានហើយអញ្ចឹងណាបងប្អូនបាទហើយបើសិនជាវាចេញសញ្ញាបែបនេះបាទលោតបែបនេះគឺមានន័យថាយើងទើបតែចុះឈ្មោះថ្មីបាទអញ្ចឹងណាបងប្អូនបាទតើតើយើងដាក់លុយហើយទើបយើងបាទទើបយើងអាចទិញសេវាកម្មបានណាបងប្អូនបាទអញ្ចឹងបងប្អូនគ្រាន់តែចុចកន្លែងនេះបងប្អូនបាទដើម្បីដាក់លុយបងប្អូនបាទចុចកន្លែងនេះមកបាទចុចកន្លែងហ្នឹងមកបងប្អូនបាទចុចកន្លែងហ្នឹងមួយអញ្ចឹងមកអញ្ចឹងលូតដល់កន្លែងដាក់លុយតែម្ដងណាបងប្អូនអរគ្នាបាទហើយការដាក់លុយនេះបងប្អូនអាចចុចនៅកន្លែងនេះក៏បានបាទចុចចំនួនណាមួយដែលបងប្អូនចង់ដាក់លុយអញ្ចឹងណាបងប្អូនអរគ្នាបាទឬមួយក៏បងប្អូនចុចកន្លែងនេះក៏បានដែរបាទអញ្ចឹងឧទាហរណ៍ថាបើសិនជាបងប្អូនចង់ដាក់លុយ$5អញ្ចឹងទៅបងប្អូនអាចចុចនៅកន្លែងនេះបាទចុចកន្លែងហ្នឹងមកចុចទៅបងប្អូននឹងលោត QR code មួយបាទអញ្ចឹង QR code នេះគឺបងប្អូនអាចយកទៅ scan ដាក់បានភ្លាមបាទសម្រាប់បងប្អូនប្រើទូរស័ព្ទតែមួយបងប្អូនអាចថតបាទថតអេក្រង់ទៅយកទៅ upload ចូលនៅក្នុងapp ធនាគារទៅបងប្អូននឹងឃើញលុយបាទលុយបងប្អូនដាក់នេះគឺ$5អញ្ចឹងណាបងប្អូនបាទបងប្អូនអាចកែប្រែអីបានទេណាបងប្អូននៅក្នុងធនាគារណាបងប្អូនបាទអញ្ចឹងបងប្អូនបង្កើត QR code តម្លៃប៉ុន្មានគឺបងប្អូនយកទៅ pay តម្លៃប៉ុណ្ណឹងអញ្ចឹងណាបងប្អូនបាទហើយបងប្អូនកុំឲ្យនីតិនេះផុតណាបងប្អូនអូខេបាទកុំឲ្យផុតណាយើងត្រូវយកទៅដាក់សិនបាទយកទៅដាក់ឲ្យគ្រប់នីតិណាបងប្អូនអូខេបាទជាស្រ័យឲ្យមុនពេលផុតនីតិណាបងប្អូនបាទហើយបញ្ជាក់ម្ដងដែរម្ដងទៀតបើសិនជាបងប្អូន scan ហើយបងប្អូនអត់អាចយក QR code ហ្នឹងយកមកដាក់ម្ដងទៀតបានទេណាបងប្អូនអរគ្នាបាទត្រូវតែបង្កើតថ្មីណាបងប្អូនមានន័យថាបងប្អូនបានបង់ប្រាក់រួចហើយទៅលើ QR code មួយហ្នឹងបងប្អូនអត់អាចយក QR code ហ្នឹងទៅបង់ប្រាក់ម្ដងទៀតនៅពេលក្រោយបានទេឬមួយក៏បង់ប្រាក់ភ្លាមៗបានទេណាបងប្អូនបាទបើសិនជាបងប្អូនធ្វើអញ្ចឹងអត់ចូលទេបាទអញ្ចឹងមានន័យថាបងប្អូនបង្កើត QR code មួយគឺបងប្អូនយកទៅ pay តែម្ដងគត់ណាបងប្អូនបាទអញ្ចឹងណាបាទអញ្ចឹងពេលដែលបងប្អូន pay ហើយគឺលោតសញ្ញាគ្រីសបាទសញ្ញាគ្រីសចេះបងប្អូនខៀវណាបងប្អូនបាទរងចាំប្រហែល play ទៅបងប្អូនបាទដូចជា10 second 20 second គឺលោតចូលនៅ account របស់យើងហើយបងប្អូនអរគ្នាបាទលុយណាលោតចូលនៅ account របស់យើងហើយណាបងប្អូនបាទអញ្ចឹងបងប្អូននឹងឃើញលុយនៅកន្លែងនេះបាទ balance នេះបងប្អូនអូខេបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអញ្ចឹងណាបងប្អូនអូខេបាទខ្ញុំបង្ហាញបងប្អូនឲ្យបងប្អូនធ្វើតាមណាបងប្អូនអូខេបាទបើសិនជាអត់យល់អាច comment សួរបានណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអូខេបាទបើសិនជាបងប្អូនចង់មើលរបៀបទិញសេវាកម្មផ្សេងៗទៀតបងប្អូនអាចចុចចូល channel ហើយបងប្អូនអាចស្វែងរកវីដេអូដែលបងប្អូនចង់បានអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងអរគុណច្រើនបងប្អូនអូខេជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ